នៅក្នុងសាច់រឿងនេះនិយាយអំពីដុំថ្មបុរាណដែលមានថាមពលដ៏មហាសាលនិងបានគំរាមកំហែងទៅដល់សន្តិភាពពិភពលោកដែលតម្រូវឲ្យក្រុមរបស់ Naruto និង Gaara ចាប់ដៃសហការគ្នាចេញទៅប្រយុទ្ធទប់ទល់ជាមួយនឹងមនុស្សមួយក្រុមដែលបានកាន់កាប់ទៅដល់ដុំថ្មពិសេសនោះដែលពួកគេមានបំណងចង់ផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនិងកែប្រែពិភពលោកទាំងមូលសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចក្រពតសម្រាយរឿងថ្ងៃនេះនឹងសម្រាយរឿង Naruto ដែលជាប្រភេទរឿងមួយភាគចប់តោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមចូលទៅកាន់សាច់រឿងទាំងអស់គ្នាចាប់ផ្ដើមឡើងមកយើងក៏បានឃើញក្រុមនិនចាភូមិខ្សាច់កំពុងតែប្រយុទ្ធការពារភូមិពីក្រុមដែលមិនស្គាល់អត្តសញ្ញាណមួយក្រុមពួកវាមានមាឌធំៗនិងបំពាក់ទៅដោយអាវក្រោះដែរហើយអ្វីដែលចម្លែកនោះទោះបីជានិនចាភូមិខ្សាច់ព្យាយាមវាយប្រហារឬក៏ចាក់សម្លាប់វាប៉ុន្មានដងក៏ដោយក៏ពួកវានៅតែអាចក្រោកឈរមកប្រយុទ្ធបានម្ដងទៀតមើលទៅពួកវាដូចជាមានជីវិតអមតៈអញ្ចឹងខណៈពេលនោះដែរ Gaara និង Kankuro ក៏បានលេចចេញមកជួយក្នុងការប្រយុទ្ធមួយនេះ Gaara បានប្រើព្យូខ្សាច់បក់បោកប៉ើងពួកវាខ្ចាត់ខ្ចាយពេញនឹងដោយឃើញស្ថានភាពមិនស្រួលពួកក្រុមអាវដៃក៏បានដកថយនិងលោតចូលទៅក្នុងទឹកក្បាត់តែក្រុមនិនចាភូមិខ្សាច់មិនប្រឡែងឲ្យរួចខ្លួនដោយងាយបែបនេះនោះទេដោយពួកគេបានបែងចែកគ្នាជាពីរក្រុមដោយមួយក្រុមចុះទៅតាមនិងមួយក្រុមទៀតបានបាញ់ដុំភ្លើងបំភ្លឺទៅលើមេឃប៉ុន្តែរឿងដែលមិននឹកស្មានដល់អ្នកដែលនៅទីនោះព្រមទាំង Gaara ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលបានឃើញនាវាចម្បាំងដ៏ធំមួយកំពុងតែបង្វែរកណ្ដុងកំភ្លើងមករកពួកគេរួចក៏ធ្វើការបាញ់សម្រុកវាយប្រហារយ៉ាងកំរោល Gaara ព្រៃជើងរត់មិនទាន់បានត្រឹមតែប្រើខ្សាច់ជាច្រើនដើម្បីទប់ស្កាត់គ្រាប់ទាំងនោះដែលកំពុងតែផ្លោងមកដូចជាទឹកភ្លៀងហើយសាច់រឿងក៏បានកាន់មកកាន់ភូមិស្លឹកឈើវិញយើងបានឃើញថា Naruto, Sakura និង Shikamaru បានចេញទៅបំពេញបេសកកម្មជាមួយនឹងគ្នាដោយត្រូវទៅជួយសង្គ្រោះសត្វសម្ពោចមួយក្បាលនិងប្រគល់ទៅឲ្យម្ចាស់គេវិញក្រុមរបស់ Naruto បានរៀបចំអន្ទាក់ជាច្រើនដើម្បីចាប់សត្វសម្ពោចនោះវាបានព្យាយាមរត់គេចពីអន្ទាក់មួយទៅអន្ទាក់មួយតែចុងក្រោយនៅតែរត់មិនរួចដដែល Naruto បានសើចចំអកនិងឌឺដងទៅកាន់សត្វសម្ពោចថាពិតជាងងខ្លាំងមែនទែនគ្រាន់តែប៉ុណ្ណឹងក៏រត់អត់រួចដែរដោយក្តៅចិត្តខ្លាំងពេកកូនប្រុសសម្លាប់បានតែមិនអាចប្រមាថសត្វសម្ពោចក៏បានលោតទៅខ្វាច់មុខរបស់ Naruto ឡើងដាច់ឈាមក្វេមក្វាមពេញហ្នឹងទាល់តែស្នាមពេញមុខចឹងបាន Naruto រៀងស្ងាត់បន្តិចខណៈពេលដែលកំពុងតែធ្វើដំណើរនាំសត្វសម្ពោចទៅឲ្យម្ចាស់វាវិញ Shikamaru មានអារម្មណ៍ដូចជាមិនស្រួលនៅក្នុងចិត្តក្រុមរបស់ពួកគេក៏បានបំបែកគ្នាដើម្បីពួនខ្លំមើលស្ថានភាពនៅជុំវិញភ្លាមនោះក៏មានក្រុមអាវដៃដូចយើងបានឃើញការពីនៅភូមិខ្សាច់រួចមកហើយក៏បានបើកការវាយប្រហារមកលើ Naruto និង Sakura មនុស្សអាវដៃបានដេញវាយប្រហារមកលើ Sakura មិនដោះដៃ Sakura បានព្យាយាមគប់ក្បិតខ្លួនឯងជាច្រើនបូកជាមួយនឹងយ័ន្តផ្ទុះមួយទៀតតែនៅតែមិនអាចធ្វើអ្វីទៅលើវាបានចំណែកឯ Naruto វិញបានប្រើសាដូខ្លួនឯងជាច្រើនដើម្បីទប់ទល់ជាមួយនឹងមនុស្សអាវដៃក្រោយមកក៏អាចផ្ដួលវាបានប៉ុន្តែភ្លាមនោះក៏លេចចេញមកនៅមនុស្សអាវដែកមួយទៀតដែលមានសក់ពណ៌លឿងនិងការស្លៀកពាក់ដូចជារាងហំហានជាងគេបន្តិចប្រហែលជាមេគេហើយថែមទាំងបានធ្វើដៃអន់ដាក់ Naruto ចាប់ផ្ដើមក្តៅមុខក្តៅមាត់ទ្រាំមិនបានក៏បានប្រើសាដូខ្លួនឯងចូលទៅវាយបញ្ឆោតហើយខ្លួនពិតរបស់ Naruto ក៏ស្ទុះចេញពីក្នុងដីតែក៏ត្រូវបានអបិសក់លឿងរវាំមួយជើងស្ទាបតោក Naruto បានក្រោកឈរឡើងតាំងស្មារតីបន្តិចនិងបានបញ្ចេញចក្រាជាច្រើនហើយក៏បានចាប់ប្រើសាដូខ្លួនឯងជាច្រើនចេញមកអបិសក់លឿងក៏បានចាវជាមួយនឹង Naruto ដែរក៏បានពន្លូតដាវរបស់ខ្លួនឯងឲ្យវែងជាងមុននិងកាប់យកទៅលើសាដូខ្លួនរបស់ Naruto ឡើងតិចខ្ទីចុងក្រោយ Naruto ក៏បានប្រើក្បាច់ប្រចាំតកូលហក់ទៅដាក់ Rasengan អបិសក់លឿងក៏មានក្បាច់ប្រចាំតកូលដែរលេងគ្នាទៅវិញទៅមកក្បាច់ពួកគេទាំងពីរបានប៉ះគ្នាបង្កឲ្យមានការផ្ទុះយ៉ាងខ្លាំងនិងបានធ្វើឲ្យ Naruto និងអបិសក់លឿងធ្លាក់ចូលទៅក្នុងចលងជ្រោះទាំងពីរនាក់ Sakura និង Shikamaru ក៏ប្រញាប់ទៅជួយតែភ្លាមនោះនៅជុំវិញនោះក៏បានប្រែទៅជារង្គើយ៉ាងខ្លាំង Shikamaru បាននាំ Sakura ដកថយបន្តិចចាំខ្លំមើលស្ថានភាព Shikamaru បានសង្កេតឃើញថាមិនដឹងជាយានឬក៏កប៉ាល់ទេពិតជាធំខ្លាំងមែនទែនបានបកកាត់នៅទីនោះក្លែកទៅមើល Naruto វិញបន្ទាប់ពីធ្លាក់ពីលើជ្រោះក៏បានដឹងខ្លួនមកវិញជាមួយនឹងបងរំរបួសពេញខ្លួន Naruto ត្រូវបានជួយសង្គ្រោះទៅដោយអ៊ំប្រុសម្នាក់ដែលជាក្រុមអ្នកដំណើរដែលបានឆ្លងកាត់នៅទីនោះខណៈពេលដែលអ៊ំប្រុសម្នាក់នោះកំពុងតែលាបថ្នាំឲ្យ Naruto ក៏បានក្លែកទៅឃើញឈុតដែកដែលជាឯកសណ្ឋានរបស់អបិសក់លឿងដែលបានប៉ះគ្នាកាលពីមុននេះ Naruto ពិតជាខឹងខ្លាំងណាស់ក៏បានស្ទុះងើបទៅចង្អុលមុខអបិសក់លឿងនិងធ្វើរឹកពីចង្អេងចង្ងាងដាក់គេហើយថែមទាំងបានហៅឲ្យអបិសក់លឿងនឹងក្រោកឈរមកវាយគ្នាតទៅទៀតអ៊ំប្រុសក៏បានទះ Naruto មួយដៃឲ្យនៅស្ងៀមបន្តិចហើយយើងក៏បានឃើញថាសត្វសម្ពោចដែល Naruto តាមចាប់ក៏នៅទីនោះដែរតាមពិតវាគឺជាសត្វរបស់លោកអ៊ំដែលមានឈ្មោះថា Nuki ដោយលោកអ៊ំបានស្នើសុំឲ្យនិនចាភូមិស្លឹកឈើជួយតាមរកមកឲ្យគាត់វិញខានមកមើល Shikamaru និង Sakura វិញពួកគេទាំងពីរក៏បានលួចតាមដានយានដ៏ធំមួយនោះនិងបានសង្កេតឃើញថាមានមនុស្សអាវដៃដែលបានវាយប្រហារពួកគេកាលពីថ្ងៃមិញជាច្រើន Shikamaru បានឲ្យ Sakura ឆាប់ទៅតាមរក Naruto ឯគាត់ក៏បានលបលួចចូលទៅក្នុងយាននោះលុះដល់ស្អែកឡើងក្រុមរបស់លោកអ៊ំប្រុសដែលបានជួយ Naruto ក៏បានចេញដំណើរទៅមុខបន្តទៀតហើយគាត់បានប្រាប់រឿងរ៉ាវដែលតាក់ទងជាមួយនឹងក្រុមរបស់គាត់ជាច្រើនដោយកាលពីមុនក្រុមរបស់គាត់ក៏មានភូមិមួយដែរដោយសារតែសង្គ្រាមទើប
ភូមិរបស់គាត់រងការខ្ទេចខ្ទីគ្មានសល់ចាប់តាំងពីពេលនោះមកក្រុមរបស់គាត់បានក្លាយជាអ្នកដំណើរត្រាច់ចោលពីកន្លែងមួយទៅកន្លែងមួយចំណែកឯសត្វសំពោចមួយនេះវិញវាបាននៅជាមួយនឹងក្រុមរបស់គាត់យូរណាស់មកហើយនៅពេលដែលធ្វើដំណើរទៅដល់កន្លែងសម្រាកដោយថ្នាក់ចិត្តជាមួយនឹងអបិសសក់លឿងខ្លាំងពេកណារូតូក៏បានដើរទៅសួរថាហេមិនមុនហ្នឹងមករករឿងវាយគេមុនអញ្ចឹងមិនឆ្លើយមកហើយចេះនិយាយឥតតែអបិសសក់លឿងមិនបានឲ្យចម្លើយទៅកាន់ណារូតូទេបែរជាសួររឿងផ្សេងទៅវិញថាធម្មពលដែលណារូតូប្រើមូលខៀវណានឹងជាអីគេណារូតូឆ្ងល់ចំអីចេះចង់និយាយបច្ចៈក្រាមែនអបិសសក់លឿងបានបន្តប្រាប់ទៅកាន់ណារូតូថារូបគេចង់កសាងអាណាចក្រមួយដែលហៅថាយូតូភាដែលមានន័យថាគឺជាអាណាចក្រដ៏រីកចម្រើននិងមានភាពល្អឥតខ្ចោះហើយគាត់បានស្នើសុំឲ្យណារូតូចូលរួមក្រុមជាមួយនឹងគាត់ណារូតូបានឆ្លើយថាមិនយល់ពីអាណាចក្រស្អីដែលឯងនិយាយទេអបិសសក់លឿងឲ្យណារូតូប្រើខួរក្បាលគិតបន្តិចទៅកុំចេះតែឆ្ងល់យ៉ាងពេកណារូតូឮហើយខឹងខ្លាំងណាស់បានលើកដៃលើកជើងចង្ងាងដាក់នឹងស្រែកឡូឡាពេញនឹងដែលធ្វើឲ្យសត្វអូទ្រីដែលគាត់កំពុងតែជិះនឹងផ្អើលរត់ត្រុយដោយសារតែបានជាពីរបួសអបិសសក់លឿងបានពាក់នៅឈុតរបស់គាត់ឡើងវិញនិងបានចាក់ចេញយ៉ាងស្ងាត់តែភ្លាមនោះស្រាប់តែមានក្មេងម្នាក់នៅក្នុងក្រុមអ្នកធ្វើដំណើរបានធ្លាក់ពីលើដើមឈើហើយគាត់ក៏បានលោតទៅជួយសង្គ្រោះក្មេងនោះហើយគាត់បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នានោះថាគាត់បានសងគុណទៅកាន់ក្រុមរបស់ពួកគេរួចហើយឥឡូវនេះគាត់ដល់ពេលវេលាដែលត្រូវចាក់ចេញហើយកលែកទៅមើលស៊ីកាម៉ារុវិញគាត់បានលបលួចចូលយានដ៏ធំនោះបានសម្រេចគាត់បានចូលទៅកាន់មន្ទីរពិសោធន៍ដែលស្ថិតនៅលើយាននោះនិងបានប្រទះឃើញម៉ាស៊ីនអ្វីមួយយ៉ាងដែលបានផ្ទុកជាមួយនឹងរាងកាយរបស់កូនក្មេងនៅក្នុងនោះក្រុមកងនារីអាវដែក2នាក់បានចូលបើកដំណើរការម៉ាស៊ីននោះឲ្យផលិតកូនក្មេងដែលនៅក្នុងកែវពិសោធន៍ឲ្យចេញមកខ្លាចជាកងទ័ពអាវដែកពេលនោះពួកនាងក៏បានឃើញស៊ីកាម៉ារុក៏បញ្ញាប្រត់ទៅចាប់ខ្លួនតែជាសំណាងល្អខ្លាំងណាស់ដែលស៊ីកាម៉ារុបានរត់គេចខ្លួនពីទីនោះបានមុនកាត់មកមើលណារូតូវិញក្នុងខ្លួននៅមិនសុខបក់មិនលហើយក៏បានសុំលាលោកអ៊ំអ្នកដំណើរដើម្បីចេញទៅតាមអបិសសក់លឿងហើយនៅទីបំផុតណារូតូក៏អាចតាមទៅទាន់អបិសសក់លឿងក៏មិនបានប្រកាន់អ្វីទៅកាន់ណារូតូដែរក៏បានហៅណារូតូឲ្យចូលទៅក្នុងយានទៅជួបមេរបស់គាត់ជាមួយនឹងគ្នាហើយគាត់បានប្រាប់អត្តសញ្ញាណពិតទៅកាន់ណារូតូថាគាត់ឈ្មោះថេមូជីនអញ្ចឹងចាប់ពីពេលនេះតទៅខ្ញុំសូមហៅអបិសសក់លឿងថាថេមូជីនហើយបន្ទាប់មកថេមូជីនបាននាំណារូតូទៅជួបជាមួយនឹងលោកហៃដូដែលជាមេធំរបស់គាត់មើលទៅអត្តចរិតនឹងការនិយាយស្ដីរបស់លោកហៃដូពិតជាគួរឲ្យគោរពខ្លាំងណាស់លោកហៃដូបានសន្និដ្ឋានជាមួយនឹងណារូតូជាច្រើននិងបាននិយាយប្រាប់ទៅកាន់ណារូតូថាគាត់ចង់បង្កើតអាណាចក្រថ្មីមួយដែលមានឈ្មោះថាយូតូភាដែលមានន័យថាពិភពលោកដែលគ្មានសង្គ្រាមពិភពលោកដែលស្រស់ស្អាតបំផុតនិងល្អឥតខ្ចោះបំផុតហើយគាត់ចង់បបួលណារូតូឲ្យចូលរួមបង្កើតអាណាចក្រថ្មីជាមួយនឹងគាត់ប៉ុន្តែណារូតូក៏បានប្រកែកភ្លាមតែម្ដងលោកហៃដូសួរទៅកាន់ណារូតូហាមិនចឹងណារូតូបានតបថាគាត់មិនចង់បង្កើតអាណាចក្រថ្មីអីទេគាត់គ្រាន់តែចង់ធ្វើជាហូខាហ្គេភ្លាមនោះសត្វសំពោចដែលមកតាមថេមូជីនក៏បានឡើងមកក្រហមដាក់លោកហៃដូប្រៀបដូចជាវាដឹងនៅហេតុការអ្វីមុនអញ្ចឹងខណៈពេលនោះដែរការប្រកាសអាសន្ននៅលើយានក៏បានបន្លឺសំឡេងឡើងដោយទទួលបាននៅការរាយការណ៍ថាមានគេវាយប្រហារនៅក្បែរយានថេមូជីនបានបញ្ញាប់រត់ចេញទៅមើលចំណែកឯណារូតូក៏បានបដិញទៅតាមពីក្រោយដែរនៅពេលដែលទៅដល់ថេមូជីនបានសង្កេតឃើញថាយានមួយត្រូវបានរងការខូចខាតខ្ទេចខ្ទីគ្មានសល់ហើយទីនោះក៏ពោពេញទៅដោយខ្សាច់អញ្ចឹងយើងអាចសន្និដ្ឋានបានខ្លះៗហើយថាជានរណារូតូសភ្នែកនៅពេលដែលបានឃើញមនុស្សដេកស្លាប់រាយប៉ាយហើយមនុស្សម្នាក់សុទ្ធតែជាប់នៅក្នុងកែវពិសោធន៍ណារូតូចាប់ដើមសង្ស័យទៅលើថេមូជីនហើយបានប្រាប់ឲ្យថេមូជីនឈប់តែខណៈពេលនោះស្រាប់តែមានអ្វីមកវាយប្រហារមកលើថេមូជីនចាប់រឹតគាត់ជាប់លេខរបស់ខាងគូរ៉ូក៏បានស្រែកសួរទៅកាន់ណារូតូមិនបានមកដើរជាមួយនឹងជនដៃដល់សម្រាប់មនុស្សយកទៅពិសោធន៍អញ្ចឹងណារូតូភ្ញាក់ខ្លួនព្រឺតខាងគូរ៉ូបានបន្តថាឯងមើលទៅពិភពលោកដែលល្អឥតខ្ចោះដែលមេដឹកនាំហៃដូរបស់ឯងបង្កើតឡើងគឺសុទ្ធតែកើតចេញពីគំនោសាកសពរបស់មនុស្សស្លូតត្រង់រមិនអស់ដែលឯងបានឃើញនឹងហើយណារូតូឮហើយពិតជាខឹងខ្លាំងណាស់បំរុងនឹងវាយប្រហារទៅលើថេមូជីនទៅហើយតែភ្លាមនោះកងនារីអាវដៃដែលជាគ្នារបស់ថេមូជីនក៏បានមកដល់ថេមូជីនបានរំដោះខ្លួនពីរូបចម្លាក់អាយ៉ងរួចនិងបានយកដាវភ្ជង់ទៅកាន់ណារូតូស្ថានភាពកំពុងតែក្តៅភ្លាមនោះហ្គារ៉ាក៏បានលេចចេញមកនិងបានប្រើខ្សាច់វាយលុកយ៉ាងខ្លាំងសម្បើមហើយការប្រយុទ្ធ3ស្មើក៏បានចាប់ផ្ដើមណារូតូប៉ះគ្នាជាមួយនឹងថេមូជីនខាងគូរ៉ូប៉ះគ្នាជាមួយនឹងនារីអាវដៃដែលមានមន្តអាគមសណ្ដំស្តៀងនឹងហ្គេនជូតស៊ូអញ្ចឹងចំណែកឯហ្គារ៉ាប៉ះគ្នាជាមួយនឹងកងនារីអាវដៃដែលអាចប្រើរន្ទះបានក្រោយពីបានប្រយុទ្ធគ្នាយ៉ាងស្វាតស្វាញហ្គារ៉ាបានប្រើខ្សាច់យ៉ាងធំសម្បើមវាយប្រហារនៅជុំវិញទីនោះក្រុមរបស់ថេមូជីនមើលទៅស្ថានភាពដូចជាមិនស្រួលម្នាក់ក៏បានប្រែខ្លួនទៅជាចចកឯម្នាក់ទៀតបានប្រែទៅជាប្រជៀវនិងដាក់មេប្រូចរត់ទៅបាត់អស់ខណៈពេលនោះអ៊ំប្រុសអ្នកដំណើរកំពុងតែទទួលរងការវាយប្រហារនិងចាប់សួរចម្លើយអំពីកូនចៅម្នាក់ទៀតរបស់លោកហៃដូហើយវាបានព្យាយាមតាមសួររកថ្មម្យ៉ាងដែលហៅថាថ្មហ្គាឡូ
មិនរងចាំយូរក៏នារីក៏បានរំដោះខ្លួនឯងរួចដែលបានប្រែខ្លួនទៅជាចចករត់គេចបាត់ទៅក្រោយពីបានជួយសង្គ្រោះទៅកាន់លោកអ៊ំអ្នកដំណើររួចស៊ីកាម៉ារុក៏បានសួរគាត់អំពីធម្មពលថ្មម្យ៉ាងដែលគេហៅថាថ្មហ្គាឡូគ្រាន់តែបានឮពីឈ្មោះថ្មនេះភ្លាមលោកអ៊ំបានប្រែទឹកមុខនិងមិននិយាយអ្វីទាំងអស់តែក្រោយពីបានដឹងថាស៊ីកាម៉ារុនិងសាគូរ៉ាគឺជាក្រុមរបស់ណារូតូដែរលោកអ៊ំក៏បានសម្រេចចិត្តដំណាលនៅរឿងថ្មហ្គាឡូឲ្យពួកគេស្ដាប់តាមពិតទៅថ្មហ្គាឡូទាំងនេះហើយគឺជាអ្វីៗដែលលោកហៃដូកំពុងតែដុតដៃដុតជើងតាមស្វែងរកតាមសម្ដីរបស់លោកហៃដូគាត់តែងតែអួតអាងថាគាត់នឹងប្រែក្លាយពិភពលោកទាំងមូលឲ្យល្អឥតខ្ចោះប្រសិនបើគាត់មានថ្មទាំងនោះគ្រប់ចំនួនហើយយើងក៏បានដឹងតាមលោកអ៊ំអ្នកដំណើរបន្ថែមទៀតថាលោកហៃដូបានបង្កប់ថ្មហ្គាឡូមួយគ្រាប់នៅក្នុងខ្លួនរបស់ថេមូជីនទៀតផងដែលនេះហើយជាពិភពធម្មពលដ៏ខ្លាំងក្លារបស់គេមើលទៅលោកអ៊ំអ្នកដំណើរហាក់ដូចជាបានដឹងនៅរឿងរ៉ាវច្រើនណាស់នៅម្លងពេលនោះដែរថេមូជីនក៏បានមកកាន់កន្លែងកើតហេតុមុននេះដើម្បីស៊ើបមើលថាមានរឿងអ្វីខ្លះកើតឡើងតែក៏ត្រូវបានជាប់អន្ទាក់របស់ស៊ីកាម៉ារុដោយក្បាច់ចាប់ស្មោលក្រុមរបស់ណារូតូពួកគេបានចាប់ចងថេមូជីនជាប់ហើយនាំគេទៅជួបអ៊ំប្រុសដែលជាមេដឹកនាំក្រុមអ្នកដំណើរដែលគាត់បានប្រាប់នៅរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងថ្មហ្គាឡូតាមពិតទៅមនុស្សដែលអាចដឹងអំពីអាចកម្បាំងនៃថ្មហ្គាឡូគឺជាខ្សែរាជវង្សនៃកុលសម្ព័ន្ធរបស់គាត់នេះឯងដុំថ្មហ្គាឡូត្រូវបានស្វែងរកឃើញទៅដោយដូនតារបស់ក្រុមអ្នកដំណើរតាំងពីយូរយារណាស់មកហើយថ្មទាំងនេះគឺមានថាមពលដ៏មហាសាលដែលអាចព្យាបាលរបួសនិងអាចជួយសង្គ្រោះមនុស្សដែលស្លាប់ហើយឲ្យរស់ឡើងវិញបានទៀតផងហើយកុលសម្ព័ន្ធនេះបានប្រើប្រាស់វាដើម្បីកសាងអរិយធម៌ដ៏រុងរឿងមួយប៉ុន្តែជាអកុសលមនុស្សតែងតែឈ្នានីសគ្នាចង់ឈ្នះចង់ចាញ់ពួកគេបានចាប់ផ្ដើមធ្វើសង្គ្រាមដើម្បីវាយដណ្ដើមថ្មហ្គាឡូពីគ្នាដែលបង្កឲ្យមានសង្គ្រាមធំកើតឡើងនិងស្លាប់មនុស្សរាប់មិនអស់ជាលទ្ធផលដូនតារបស់ពួកគេបានស្លាប់បាត់បង់ជីវិតដោយសារតែសង្គ្រាមដណ្ដើមគ្នានេះឯងហើយកុលសម្ព័ន្ធរបស់ពួកគេគឺនៅសេសសល់មនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលនៅរស់រានមានជីវិតចុងក្រោយកុលសម្ព័ន្ធរបស់ពួកគេក៏បានសម្រេចចិត្តបិទសៀលថ្មនោះទុកដើម្បីបញ្ចប់សង្គ្រាមវាយដណ្ដើមគ្នាទៅវិញទៅមកទៀតនិងបានដាក់បំរាមថាមិនឲ្យកូនចៅជំនាន់ក្រោយប្រើប្រាស់នៅដុំថ្មហ្គាឡូនេះបានតទៅទៀតឡើយប៉ុន្តែថេមូជីនមិនបានខ្វល់នឹងលោកអ៊ំនិយាយពីអ្វីទៅអ្វីទេក៏បានយកកាំបិតភ្ជង់គាត់ជាប់ហើយនិងបានបោកគ្រាប់បាយពន្លឺឲ្យចាំងភ្នែកគ្រប់គ្នាថែមទាំងបានចាប់យកកូនក្មេងម្នាក់ទៅជាមួយទៀតផងថេមូជីនបានគំរាមទៅកាន់អ៊ំប្រុសអ្នកដំណើរឲ្យប្រាប់ពីកន្លែងដែលដុំថ្មហ្គាឡូបានកកើតមកកាន់ខ្លួនក្រោយពីបានដឹងនៅទីតាំងហើយគាត់បានផ្ដល់សញ្ញាទៅកាន់លោកហៃដូដើម្បីឲ្យលោកហៃដូមកកាន់ទីកន្លែងនេះដែរក្រុមរបស់ណារូតូមិនរងចាំយូរនោះទេក៏បានបញ្ញារត់ដេញតាមពីក្រោយថេមូជីនរហូតក៏អាចតាមទៅទាន់ចំណែកឯយានរបស់លោកហៃដូក៏បានទម្លុះចូលមកទីនោះផងដែរណារូតូក្រោយពីបានឃើញមុខលោកហៃដូភ្លាមក៏ក្តៅក្រហាយតែម្ដងនឹងបានប៉ះសម្ដីគ្នាមួយប្រាវខណៈពេលដែលកំពុងតែចលនាចរលោកអ៊ំអ្នកដំណើរក៏បានប៉ះដៃត្រូវច្រកសម្ងាត់មួយនិងបានធ្លាក់ចុះទៅក្រោមជាមួយនឹងថេមូជីនលោកហៃដូបានដើរទៅម៉ាត់ណារូតូមួយដៃឲ្យជៀសផ្លូវរបស់គាត់រួចក៏ចុះទៅក្រោមបាត់កងនារីបំរុងនឹងចុះទៅតាមដើម្បីការពារលោកហៃដូតែក៏ត្រូវបានស៊ីកាម៉ារុនិងសាគូរ៉ារាំងផ្លូវជាប់និងបានបើកឱកាសឲ្យណារូតូបញ្ញាប់ចុះទៅតាមដើម្បីទប់ស្កាត់លោកហៃដូកន្លែងមកមើលខាងក្រោមវិញឆ្លៀតពេលដែលថេមូជីនមិនដឹងខ្លួនលោកអ៊ំអ្នកដំណើរបានដកនៅកំបិតបំរុងនឹងចាក់ទៅលើថេមូជីនទៅហើយតែក៏ត្រូវបានថេមូជីនដឹងខ្លួនទាន់ពេលវេលាដាក់ឡើងប៉ើងប៉ុន្តែកំបិតនោះក៏បានប៉ះជាមួយនឹងឈាមរបស់ថេមូជីនបន្តិចលោកអ៊ំអ្នកដំណើរហាក់ដូចជាបានដឹងច្បាស់នៅកន្លែងយន្តដែលនៅកន្លែងហ្នឹងគាត់បានប្រើកំបិតដែលបានប្រឡាក់ឈាមថេមូជីនចាក់ចំចំណុចកណ្ដាលនៃប្រាសាទដើម្បីបំផ្លាញអ្វីៗទាំងអស់តែលោកហៃដូក៏មកទាន់នឹងរារាំងលោកអ៊ំអ្នកដំណើរទាន់ពេលលោកហៃដូបានបង្ហាញនូវការប៉ັດមួយគាត់បានបង្កប់នៅដុំថ្មហ្គាឡូនៅក្នុងដៃរបស់គាត់ហើយថ្មនោះអាចបាញ់ចេញនូវថាមពលពីដៃបានលោកហៃដូបំរុងនឹងសម្លាប់ទៅកាន់លោកអ៊ំអ្នកដំណើរទៅហើយតែក៏ត្រូវបានថេមូជីនបែរមកជួយសង្គ្រោះគាត់ទៅវិញទាន់ពេលថេមូជីនបានលេចឡើងនូវការចងចាំរបស់គាត់កាលពីនៅក្មេងនិងបានសន្និដ្ឋានយ៉ាងច្បាស់ 100% ថាបេហៃដូនឹងហើយជាអ្នកដែលកំទេចភូមិរបស់ខ្លួនកាលពីគាត់នៅតូចក្រោយពីទទួលបានដឹងនូវការពិតវិញអញ្ចឹងថេមូជីនក៏បានក្រោកឈរឡើងនិងវាយបកទៅកាន់លោកហៃដូតែបេហៃដូក៏បានបំលែងខ្លួនឲ្យខ្លាំងជាងមុននិងចាប់លោកថេមូជីនឡើងទៅលើខ្វះយកដុំថ្មហ្គាឡូចេញពីក្នុងខ្លួនណារូតូបានទៅទាន់និងបានឃើញទង្វើដ៏ខុសខើដែលហៃដូធ្វើដាក់មកលើថេមូជីនគាត់ពិតជាខឹងសម្បាខ្លាំងណាស់ក៏បានទៅប្រឈមមុខជាមួយនឹងហៃដូមួយស្មើប្រើក្បាច់សាដូខ្លួនឯងជាច្រើនសម្រុកចូលទៅវាយតែម្ដងតែណារូតូក៏ត្រូវបានហៃដូវាយផងទាត់ផងឡើងទ្រោមខ្លួនតែណារូតូក៏បានឆ្លៀតសោកវិញមករ៉ាស៊ីនហ្គានខ្ទាតប៉ាងដូចគ្នានៅពេលដែលហៃដូក្រោបឡើងមកវិញគាត់មិនលើកលែងឲ្យណារូតូទេគាត់បានបញ្ចេញកម្លាំងធាតុទាំងអស់ចេញមកក្រៅត្រៀមបាញ់កំទេចចោលទាំងអស់គ្នាណារូតូក៏មិនចាវជាមួយដែរក៏បានសម្រុកចូលឆៅតែម្ដងថេមូជីនបានក្រោបឡើងព្យាយាមតាំងស្មារតីនិងបានរើយកដុំថ្មហ្គាឡូមួយដុំសម្រុកចូលរួមកម្លាំងជាមួយនឹងណារូតូដែររ៉ាស៊ីនហ្គានបូកជាមួយនឹងធម្មពលថ្មហ្គាឡូទោះបីជាហៃដូមានជីវិត10ក៏មិនរស់ដែរ
តែមិនទាន់ចប់ភ្លាមនោះទេអ្វីៗនៅទីនោះស្រាប់តែបាក់ប្រេះធ្លាក់ចុះមកលោកអ៊ំអ្នកដំណើរបានសង្កេតឃើញថាថាមពលអណ្ដូងរ៉ែដែលបង្កើតដុំថ្មហ្គែឡូបានលេចធ្លាយចេញមកក្រៅបន្តិចម្ដងហើយតិចទៀតនេះវានឹងផ្ទុះឡើងហើយថាមពលផ្ទុះរបស់វាគឺអាចកំទេចទ្វីបទាំងមូលចោលបានហើយបើសិនជាចង់បិទនៅថាមពលអណ្ដូងរ៉ែដែលបានលេចធ្លាយចេញមកនោះគឺត្រូវយកឈាមអ្នកដែលជាប់ខ្សែរាជវង្សនៃកុសម្ព័ន្ធទើបអាចបិទកន្លែងដែលលេចធ្លាយចោលបានថេមូជីនបានក្រោកឈរឡើងដាក់ណារូតូមួយដៃឲ្យសន្លប់ហើយគាត់ក៏បានបដូរជីវិតដើរទៅបិទមាត់ច្រកដែលបានលេចធ្លាយនោះទោះបីជាដឹងថាมันអាចត្រឡប់មកវិញបានក៏ដោយហើយលោកអ៊ំអ្នកដំណើរបាននាំណារូតូចេញទៅក្រៅបានដោយសុវត្ថិភាពខណៈពេលដែលថេមូជីនបានចាប់ផ្ដើមបិទថាមពលអណ្ដូងរ៉ែដែលបានហៀចេញមកក្រៅរួចរាល់គាត់បានអង្គុយរងចាំស្លាប់នៅត្រង់នោះតែម្ដងប៉ុន្តែភ្លាមនោះស្រាប់តែមានដៃនរណាគេមិនដឹងទេចាប់ទាញគាត់នោះគឺជាណារូតូមិនដែលបោះបង់មិត្តម្នាក់ណាចោលនោះទេគាត់បានប្រើសាដូខ្លួនឯងជាច្រើនចាប់តោងគ្នាដូចជាខ្សែពួរអញ្ចឹងថេមូជីនបានប្រាប់ឲ្យណារូតូឆាប់លែងដៃទៅងាប់ទាំងអស់គ្នាលើហើយប៉ុន្តែណារូតូនៅតែព្យាយាមតោងថេមូជីនរហូតទាល់តែមាត់ច្រកអណ្ដូងរ៉ែថ្មហ្គែឡូត្រូវបានបិទនិងបែកបាក់ថ្មធ្លាក់សុទ្ធចុះទៅខាងក្រោមនៅពេលដែលថេមូជីនបើកភ្នែកឡើងមកក៏បានឃើញណារូតូដេកសន្លប់ហើយនៅតែកាន់ដៃរបស់គាត់ទៀតក្រោយពីអ្វីៗត្រូវបានបញ្ចប់អស់ក៏ដល់ពេលដែលថេមូជីននិងក្រុមកោសម្ព័ន្ធរបស់គាត់ចាកចេញបន្តក្តីសម័យហើយក្រុមរបស់ណារូតូក៏បានជូនដំណើរថេមូជីនមុនពេលដែលគាត់ចាកចេញផងដែរហើយសាច់រឿងដែលជាប្រភេទ movie របស់ណារូតូក៏ត្រូវបានដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា